ដូចគ្នាដែរចំពោះការ present គឺមានទិដ្ឋភាពចំនួន4 present simple present continuous present perfect ហើយនិង present perfect continuous យើងទៅមើលលំហាត់មួយដើម្បីនិយាយអំពីភាពខុសគ្នារបស់ការទាំង4ហ្នឹងគេថា Messi is the GOAT because he ate Ballon d'Or awards so far គេថា Messi គឺជាជាងឯកម្នាក់ដោយសារតែរហូតមកដល់ពេលនេះគាត់ឈ្នះពានរង្វាន់ Ballon d'Or ចំនួន8ចម្លើយរបស់យើងមាន4 A wins ឈ្នះគឺជាទម្រង់របស់ការ present simple B is winning កំពុងឈ្នះគឺជាការ present continuous C has won បានឈ្នះគឺជាទម្រង់របស់ការ present perfect ចំណែក D has been winning គឺជាការ present perfect continuous អញ្ចឹងដើម្បីទៅដោះស្រាយលំហាត់ហ្នឹងយើងទៅមើលគន្លឹះមួយដើម្បីទៅដឹងពីភាពខុសគ្នារបស់ការទាំង4ហ្នឹងយើងចាប់ផ្ដើមពីការទី1 present simple ដែលមានទម្រង់ស្តង់ដា subject plus verb plus object គឺជាការមួយដើម្បីនិយាយអំពីសកម្មភាពមួយដែលតែងតែកើតឡើងជារឿយៗបែបជាលក្ខណៈទម្លាប់ For example Messi plays football every day Messi លេងបាល់ទាត់ជារៀងរាល់ថ្ងៃអញ្ចឹងពី every day គឺជា expression មួយដើម្បីបង្ហាញថាសកម្មភាពហ្នឹងកើតឡើងជាទម្លាប់ការទី2 present continuous ដែលមានទម្រង់ស្តង់ដា subject plus to be របស់យើងមាន3 am is are plus verb ing plus object គឺជាការមួយដើម្បីនិយាយអំពីសកម្មភាពមួយដែលកំពុងតែកើតឡើងឥឡូវហ្នឹង For example Messi is playing football right now Messi គឺកំពុងតែលេងបាល់ទាត់ឥឡូវហ្នឹងទី3 present perfect ដែលមានទម្រង់ស្តង់ដា subject plus have ឬក៏ has plus verb 3 plus object គឺជាការមួយដើម្បីនិយាយអំពីសកម្មភាពមួយដែលបានកើតឡើងនៅពេលអតីតកាលហើយវាជាឥទ្ធិពលមកដល់ពេលបច្ចុប្បន្ន For example Messi has played football for 3 different clubs in his career គឺថា Messi គឺបានលេងបាល់ទាត់ឲ្យក្លឹបចំនួន3ផ្សេងៗគ្នានៅក្នុងអាជីពជាអ្នកបាល់ទាត់របស់គាត់ជាមានន័យថាសកម្មភាពហ្នឹងគាត់បានចាប់ដើមលេងតាំងពីអតីតកាលតែមកដល់ពេលឥឡូវហ្នឹងគាត់ក៏នៅតែបន្តលេងបាល់ទាត់ដែរចំណែកការទី4គឺ present perfect continuous ដែលមានទម្រង់ស្តង់ដា subject plus have ឬក៏ has plus been plus verb ing plus object គឺយកការហ្នឹងទៅប្រើប្រាស់នៅក្នុងកលៈទេសៈមួយដែលសកម្មភាពហ្នឹងបានចាប់ផ្ដើមពីអតីតកាលហើយបន្តមកដល់ពេលបច្ចុប្បន្នដូចគ្នាដែរប៉ុន្តែបញ្ជាក់លក្ខណៈអំពី duration មានន័យថាចន្លោះពេលវេលា For example Messi has been playing football since he was a child Messi គឺបាននឹងកំពុងលេងបាល់ទាត់តាំងពីគាត់នៅកុមារភាពអញ្ចឹងគឺជាចន្លោះពេលវេលាមួយតាំងពីគាត់នៅកុមារភាពមកដល់ពេលឥឡូវគឺគាត់បាននឹងកំពុងតែលេងបាល់ទាត់យើងបកទៅមើលលំហាត់របស់យើងវិញគឺយើងឃើញពាក្យ so far មកដល់ពេលឥឡូវអញ្ចឹងមានន័យថាជាសកម្មភាពដែលបានកើតឡើងពីអតីតកាលមកដល់ពេលឥឡូវយើងអាចកាត់ចម្លើយពីរចោលបានគឺ A B ខុសអញ្ចឹងចម្លើយដែលយើងគួរជ្រើសរើសមាន2 C ឬក៏ D យើងមើលបន្តទៀតនៅក្នុងសកម្មភាពហ្នឹងវាអត់បាននិយាយអំពីចន្លោះពេលវេលាដែលបានកើតឡើងទេដូច្នេះយើងកាត់ចម្លើយ D ចោលយើងអត់ប្រើ present perfect continuous ទេអញ្ចឹងចម្លើយដែលត្រូវគឺ C has won ដើម្បីឲ្យងាយស្រួលចំណាំនៅក្នុងការ present perfect យើងឃើញពាក្យ so far រហូតមកដល់ពេលនេះក្រៅពីហ្នឹងក៏មាន signal words ផ្សេងទៀតដែរដែលយើងចំណាំថាឃើញ signal word ទាំងអស់ហ្នឹងអាចថាភាគរយច្រើនគឺជាការ present perfect ដូចជាពាក្យ up to now until now recently lately yet ever never already just ជាដើមអូខេយើងទៅមើលលំហាត់មួយទៀតគេថា many football fans believe Ronaldo is a GOAT because he more than 900 goals in his career អ្នកគាំទ្រវិស័យបាល់ទាត់ជាច្រើនជឿជាក់ថា Ronaldo គឺជាជើងឯកដោយសារតែគាត់រកគ្រាប់បាល់បានលើសពី900គ្រាប់នៅក្នុងអាជីពជាអ្នកបាល់ទាត់របស់គាត់ចម្លើយរបស់យើងមាន4ស្ថិតនៅក្នុងការ present ទាំង4ដែរ A scores B is scoring C has scored D has been scoring គឺយើងអាចសរសេរចម្លើយនៅក្នុង comment ហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយអញ្ចឹងដើម្បីទៅយល់អំពីវេយ្យាករណ៍ទាំងអស់ហ្នឹងយើងចាំបាច់ត្រូវតែយល់អំពីវេយ្យាករណ៍មួយគឺ indicative ឬក៏ជាការទាំង12ហ្នឹងឯងដូច្នេះហើយបានជាយើងបង្កើតនៅវគ្គសិក្សាមួយយើងឲ្យឈ្មោះថា Vidya's English Grammar The 12 Tenses ដែលនិយាយអំពីវេយ្យាករណ៍ទាំង12នៅក្នុងភាសាអង់គ្លេសវគ្គសិក្សានេះជាការបង្រៀនបែបជាលក្ខណៈវីដេអូមាននៅក្នុង group Telegram ដោយនៅក្នុងវីដេអូនីមួយៗមានការពន្យល់លម្អិតទាំងមេរៀនបូកជាមួយនឹងលំហាត់អនុវត្តហើយការពន្យល់នៅក្នុងវីដេអូនីមួយៗនៃការទាំង12គឺយើងបញ្យល់ស្របទៅតាម concept មួយគឺ simple but detail សាមញ្ញងាយស្រួលយល់ប៉ុន្តែលម្អិតគ្រប់ចំណុចក្រៅតែអំពីវីដេអូអ្នកនរគ្នានឹងទទួលបាននៅ file មេរៀនមួយដែលមានទាំងទ្រឹស្ដីនិងលំហាត់អនុវត្តអំពីការទាំង12នៅក្នុងភាសាអង់គ្លេសសរុបមានចំនួន100ទំព័រជាងដើម្បីទៅរៀនអមជាមួយនឹងវីដេអូបន្ទាប់ពីគ្នាយើងរៀនចប់មេរៀននីមួយៗយើងអាចចូលទៅលេងហ្គេមនៅក្នុង Kahoot ដែលតាក់ទងជាមួយនឹងមេរៀនដែលយើងបានរៀនហើយចាត់ទុកជាការធ្វើតេស្តសមត្ថភាពក៏ដូចជាការកម្សាន្តអារម្មណ៍
មួយកញ្ចប់សិក្សានេះមានតម្លៃត្រឹមតែ$15ប៉ុន្តែសម្រាប់ការចោះឈ្មោះឥឡូវនេះវាបញ្ចុះសល់$12ដែលមានសុពលភាព1ឆ្នាំពេញគឺយើងអាចសិក្សាបានគ្រប់ពេលវេលាគ្រប់ទីកន្លែង